វីដេអូខាងលើនេះអាចនឹងមានផលរំខានសម្រាប់អ្នកទេសនាមួយចំនួនបាទក្មេងក្រោម18ឆ្នាំមិនត្រូវបានណែនាំឲ្យស្ដាប់ទេអាចអូនឡងវីដេអូនេះចោលបាន Yo Quero Aqua គឺជាវីដេអូនៃការធ្វើទរណកម្មទៅលើបរិមអ្នកដែលគេមិនស្គាល់ពីអត្តសញ្ញាណហើយការធ្វើទរណកម្មគឺមានលក្ខណៈសាហាវខុសខើនិងប្រៃផ្សាយខ្លាំងមែនទែនពីសំណាក់ក្រុមកតាលមួយក្រុមដែលគេអត់អាចកំណត់អត្តសញ្ញាណបានបងប្អូនបើសិនបងប្អូនទាំងអស់គ្នាពេញចិត្តនៃការផលិតវីដេអូរបស់ខ្ញុំបងប្អូនទាំងអស់គ្នាអាចធ្វើការគ្រប់គ្រងតាមរយៈ QR code ខាងលើនេះបានអរគុណសូមជម្រាបបងប្អូនដងទៀតវីដេអូគឺខ្ញុំបកប្រែពីការសម្រាយរបស់បរទេសមកបងប្អូនគេសម្រាយយកពីហេតុការណ៍ដែលកើតមានឡើងនៅក្នុងវីដេអូទាំងមូលតែម្ដងចឹងហើយសម្រាប់បងប្អូនអ្នកដែលបានមើលវីដេអូទាំងអស់ហ្នឹងហើយសូមចិត្តបងប្អូនទាំងអស់គ្នាកុំខមមិនជា link នៅក្នុងវីដេអូរបស់ខ្ញុំបាទនៅក្នុងវីដេអូនេះគឺមានថេរវេលាប្រហែលជា30វិនាទីជាងបងប្អូនដោយមានបង្ហាញពីបរិមអ្នកដែលត្រូវបានគេជាស្បែកមុខចេញអស់តែម្ដងដូចខ្ញុំបង្ហាញនៅក្នុងវីដេអូនេះប៉ុន្តែខ្ញុំសូមរៀងព្រិលបងប្អូនហើយ TikTok ចាំប៉ុន្តែជនរងគ្រោះបរិះជនរងគ្រោះនេះគឺនៅមានជីវិតដល់ឡើយបងប្អូនគ្រាន់ស្ដាប់នេះក៏វេទនាដែរបងប្អូននៅក្នុងវីដេអូនោះដែរគឺឮសំឡេងក្រុមកតែនោះហាក់ដូចជាសើចសប្បាយជាមួយនឹងការឈឺចាប់របស់ជនរងគ្រោះអញ្ចឹងបងប្អូនបន្ទាប់មកពួកគេក៏សួរទៅកាន់ជនរងគ្រោះនៅក្នុងវីដេអូនោះជាភាសាអេស្ប៉ាញគេសួរថាតើអ្នកឯងចង់ផឹកទឹកអត់អញ្ចឹងណាបាទហើយបន្ទាប់មកជនរងគ្រោះក៏ឆ្លើយមកវិញទាំងលក្ខណៈសំឡេងគងួរបងប្អូននឹងស្ដាប់ហើយមនុស្សត្រូវបានគេបលិះស្បែកមុខចេញពេលនិយាយទៅឬសំឡេងលក្ខណៈដកឈាមផងស្ដាប់ទៅគឺពិបាកក្នុងខ្លួនមែនតើគាត់និយាយជាភាសាអេស្ប៉ាញមកវិញថាយក Quero Aqua បើប្រែជាភាសាខ្មែរមកមានន័យថាខ្ញុំចង់ផឹកទឹកតមកទៀតក្រុមកតែហ្នឹងក៏ដូចជាលក្ខណៈឌឺដងសើចសប្បាយជាមួយនឹងការឈឺចាប់អញ្ចឹងណាបងប្អូនមិនដឹងថាក្នុងចិត្តគំនិតពួកវាគិតអីបងប្អូន